ថ្ងៃនេះខ្ញុំនាំបងប្អូនទៅទស្សនានៅប្រទេសឥណ្ឌាទៀតហើយអញ្ចឹងមកទស្សនាជាមួយខ្ញុំទាំងអស់គ្នាបងប្អូនធ្លាប់តែឃើញនៅក្នុងស្រុកខ្មែររបស់យើងគឺធ្វើស្ករយកចេញពីដើមត្នោតមែនទេបងប្អូនទាំងអស់គ្នាតែឥឡូវនេះមកប្រទេសឥណ្ឌាវិញម្ដងប្រទេសឥណ្ឌាគឺធ្វើស្ករអំពីដើមរុក្ខជាតិមួយយ៉ាងដែលគេហៅថាដើម Date palm គឺជាភាសាប្រទេសតែម្ដងបងប្អូនណាបើភាសាខ្មែរគេហៅជាភាសាខ្មែរគេហៅថាដើមឥន្ទ្រីដែលឈ្មោះហៅថាដើមឥន្ទ្រីនេះគឺខ្ញុំយកតាមដកស្រង់តាមឯកសារទេបងប្អូនណាបងប្អូនហៅដើមអ្វីនេះក៏ខ្ញុំមិនដឹងដែរហើយដើមប្រភេទនេះស្រដៀងទៅដើមត្នោតដើមដូងដែរហ្នឹងបងប្អូនប៉ុន្តែស្លឹករបស់វាទៅស្រដៀងនឹងស្លឹករកាំផ្លែរកាំម្ដងបងណាបងប្អូនអរគ្នាហើយការធ្វើស្ករនេះគឺខុសពីលក្ខណៈដើមត្នោតរបស់យើងជនជាតិឥណ្ឌាគឺតែតែយករុក្ខជាតិនេះយកទឹកចេញពីដើមវាតែម្ដងគឺសក់មេឃសក់ធៀងហ្នឹងគឺយកកន្លែងសាច់គេខ្ចីចិត្តហើយគឺគេឆោតដូចជ័រជាជ័រកៅស៊ូអញ្ចឹងណាដើម្បីឲ្យវាស្រក់ទឹកដូចក្នុងវីដេអូនេះអញ្ចឹងហើយប្រភេទទឹកនេះគឺគេអាចយកធ្វើស្ករបានតែប៉ុន្តែស្ករនោះមិនមែនធ្វើយកទៅសឬក៏ពណ៌ស្ករដូចយើងទេគឺវាពណ៌ខ្មៅតែម្ដងហើយទឹកវិញរសជាតិផ្អែមមិនសូវដូចជាផ្អែមត្នោតទឹកត្នោតរបស់យើងដែររបៀបនៃការយកទឹកចេញពីដើមនេះគឺខុសពីលក្ខណៈពីការយកទឹកចេញពីផ្កាត្នោតរបស់យើងបងប្អូនអរគ្នាហើយមើលគេឡើងមានកលៈនេះមិនមែនថាគាត់កាប់ដើម្បីយកកលៈងាយស្រួលឡើងទេគឺកលៈនេះគឺកលៈដែលគាត់ជាសាច់ណាខ្ចីអញ្ចឹងណាឆោតមកចំហដើម្បីបង្ហូរយកទឹកហើយទឹកវិញដែលគេយកចេញអំពីដើមរុក្ខជាតិដើមនេះណាប៉ុន្តែវាមានរសជាតិមិនសូវជាផ្អែមដូចស្ករត្នោតយើងទេគឺផ្អែមរបៀបដូចស្ករគេហៅថាស្ករពោតណាបងប្អូនអរគ្នាហ្នឹងផ្អែមរបៀបបែបហ្នឹងខ្ញុំឆ្ងល់ទេទឹកសទេប៉ុន្តែស្ករមកគឺក្រហមខ្លាំងមែនមិនចឹងវាខុសពីស្ករត្នោតរបស់យើងណាហើយដើមរុក្ខជាតិនេះផងដែរគឺវាធន់នឹងកម្ដៅក្ដៅហើយស្ងួតវាធន់កម្ដៅមែនតើណាអាចដាំដុះបាននៅប្រទេសដែលមានក្ដៅហើយស្ងួតប៉ុន្តែមិនមែនលក្ខណៈថាអាចដាំបានតែប្រទេសក្ដៅស្ងួតទេប្រទេសកម្ពុជាយើងក៏ដាំបានដែរប៉ុន្តែគឺមានអត្រាភាគតិចមែនតើគឺដាំហើយរុក្ខជាតិនេះផងដែរភាគច្រើនដាំនៅប្រទេសអារ៉ាប៊ីសាអូឌីតអ៊ីរ៉ាក់អ៊ីរ៉ង់អារ៉ាប់គុយវ៉ែតអូម៉ង់កាតាគុយវ៉ែតគឺច្រើនមែនតើនៅក្នុងប្រទេសក្ដៅហើយស្ងួតហើយនៅក្នុងនោះក៏មានប្រទេសឥណ្ឌានិងនេប៉ាល់ផងដែរប៉ុន្តែភាគស្ករនេះគឺស្ករនេះហើយវីដេអូនេះផងដែរគឺខ្ញុំយកមកពីប្រទេសឥណ្ឌាតែម្ដងបងប្អូនណាហើយនេះគឺរបៀបធ្វើស្ករប្រគេគឺយកទឹកមកគឺគេកូរពុកដូចរបៀបធ្វើស្ករត្នោតនៅប្រទេសកម្ពុជាយើងផងដែរបាទស្ករត្នោតហើយនឹងស្ករនេះមិនខុសពីគ្នាប្រហែលទេគឺធ្វើរបៀបដូចតែគ្នានឹងឯងប៉ុន្តែគ្រាន់ថាវារសជាតិខុសគ្នាណារសជាតិស្ករបែបនេះឃើញទេបងប្អូនណាពេលតែកូរទៅគឺក្រហមតែម្ដងអត់ដូចស្ករត្នោតរបស់យើងទេណាចាក់ទឹកទៅសពេលតែស្ករទៅក្រហមពេលដែលកូរទៅក្រហមហើយគេគូដុសទឹកស្ករហ្នឹងយកមកនៅក្នុងធុងនេះដើម្បីចម្រាញ់យកបន្តទៅទៀតយកទៅកូរទៅលើទៅឆ្នាំងផ្សេងទៀតអញ្ចឹងណាដើម្បីសម្ងួតបន្តបន្ថែមទៀត